ខ្ញុំគេលិនជាអសមកជាងស្ដេចមកជាងនៅសៀងជាងជាប៉ារបស់ខ្ញុំប៉ាខ្ញុំមានទេពកោសល្យល្អណាស់តែគាត់មិនឲ្យខ្ញុំប៉ះពាល់ទេព្រោះរបាញ់តែងមានចាញ់ចំណងរបស់មនុស្សគ្មានព្រំដែនយប់មួយមានជនក្បត់រួមដៃលោកប៉ាស្ដេចមកជាងបានស្លាប់បង្កប់ខ្លួន10ឆ្នាំមួយក្តាំងនេះដល់ពេលខ្ញុំធ្វើជាមេហើយគំនុំលោហិតដល់ពេលត្រូវជំរះហើយលោកម្ចាស់ជាវលបាយមកចាស់លោកម្ចាស់គួយស្គាល់តែលិខិតចេញមិនស្គាល់មនុស្សប៉ុន្មានឆ្នាំមកនេះគាត់កាត់កាប់រហស្សនិមស្ដេចលបាយជាន់បើមិនមែនដៃឆ្វេងរបស់លោកម្ចាស់មេរបួសដំណើររហស្សនិមស្ដេចលបាយមិនយ៉ាងឯខ្លាចជារបស់គេទេការប្រកួតស្ដេចមកចាស់ថ្មីចិត្តមកដល់រឿងដែលយើងអាចធ្វើនោះយកមិនទៅហើយអ្នកសាមញ្ញមិនតិចទេជាងខ្លាំងមកចាស់ដែលកម្រមិនតរកឃើញនៅឡើយមនុស្សដែលកម្រគឺនៅខ្វះឆ្ងាយណាស់អ្នកដែលយើងចង់បានគឺមនុស្សកំពូលដែលគេអាចយកឈ្នះពិភពមកចាស់ទាំងមូលបានលោកម្ចាស់សុំតើខ្ញុំរៀបរៀងរួចហើយទុកផាច់ការសុំតើពិតជាដៃដ៏រហ័សត្រូវហើយមួយប្រព្រឹត្តភ្នែកអាចរៀបរៀងឲ្យដូចដើមអ្វីដែលនេះពិតជាកម្រិតកំពូលមែនខ្ញុំចង់និយាយថានាងម្នាក់នេះប្រើដៃរហ័សរបស់នាងមកលួចលិខិតអញ្ជើញរបស់ខ្ញុំមិនប្រាប់ខ្ញុំបន្តិចទេសមត្ថភាពលួចបដូរបៀរបស់នាងនេះពិតជាប្រកែកជាងរៀបបៀទៅទៀតគ្រាន់តែលិខិតអញ្ជើញដែលនាងលួចបាននេះអាចយកទៅប្រើប្រាស់បានដែរទេនៅតំបន់ហងភូអ្នកណាមិនទុកលោកម្ចាស់ជាភ្ញៀវនោះខ្ញុំអាចមិនប្រើប្រាស់តែមិនមែនដោយសារសម្ដីលោកមួយម៉ាត់ទេបើអញ្ចឹងត្រូវមើលទៅលើនាងមានសំណាងឬក៏អត់ហើយអាចទីស្លឹកបៀនេះដឹងទេលោកម្ចាស់មានបំណងសាឡបងប៉ុន្តែពឹងលើមរៀមដៃស្ទាបទាញឲ្យត្រូវពីស្លឹកបៀនេះមិនយ៉ាងណាទៅរួចទេមិនអាចទេថងហ្វាសុនសัญลักษณ์ការព្រមទាំងសំណាងល្អរបស់ខ្ញុំអរគុណរបស់ល្អទោះជាអារម្មណ៍ស្ទាបស្លឹកបៀខ្លាំងប៉ុណ្ណាក៏គេនៅមិនទាន់អាចស្ទាបដល់ពីស្លឹកបៀរបស់លោកដែរនាងមិនមែនប្រារម្ភទេប៉ុន្តែជាការចងចាំពេលនាងរៀបចំស្លឹកបៀឲ្យលោកម្ចាស់ជាវនាងបានចងចាំស្លឹកបៀទាំងអស់ហើយការចងចាំខ្លាំងបែបនេះព្រមទាំងធ្វើដៃរហ័សសមត្ថភាពរបស់នាងពិតជាមិនធម្មតានាងមិនមែនជាមនុស្សកំពូលដែលលោកម្ចាស់ចង់រកទេនាងប្រើប្រាស់យើងបន្លំលួចលបែងបៀឯកជនយើងក៏ចង់ដឹងដែរនាងដើម្បីគេឈ្មោះឬក៏មានបំណងអ្វីផ្សេងទៀតទៅស្នេហ៍ក្លុកលោកឡាក់របស់ឡុងអូពិតជាអស្ចារ្យណាស់ពិតជាស្ដេចលោកណាដែលលោកម្ចាស់ជាវមករៀបតដៃមែនត្រូវហើយប៉ុន្តែលោកម្ចាស់ជាវមិនដែលបង្ហាញខ្លួនទេមានតែភ្ញៀវពិសេសទើបមានសិទ្ធិអង្គុយតុកលបែងរបស់លោកម្ចាស់ជាវបានណាចង់អង្គុយតុកលបែងរបស់លោកម្ចាស់ជាវសូម្បីតែតុកលបែងរបស់ឡុងអូក៏គ្មានអ្នកហ៊ានអង្គុយដែរតុកលោកឡាក់នេះខ្ញុំចង់លេងមួយក្តារអ្នកនេះចង់ផ្ដោតប្រមាណខ្ញុំអត់ប្រាក់ទេប៉ុន្តែខ្ញុំយកកម្មសិទ្ធិខ្លួន5ខ្ញុំមកបញ្ចាំមួយខែប៉ុន្តែគឺមានការដោះដូរខ្ញុំដូរជាមួយសប្បុរសជនម្នាក់មានអ្នកណាចាប់អារម្មណ៍ទេវត្ថុបញ្ចាំតាក់ទាញគេបែបនេះខ្ញុំធ្វើជាអ្នកធានាចុះប្រគល់ជាមួយឡុងអ៊ូច្បាស់ជាចាញ់ជាមិនខានទេបើមិនអញ្ចឹងទេមកតាមជាមួយខ្ញុំតែម្ដងទៅសេរីម្នាក់នេះខ្ញុំតែងរួចហើយលោកម្ចាស់ជាវគឺលោកម្ចាស់ជាវតែលោកម្ចាស់ជាវលោកម្ចាស់ជាវជាមេធំខាងសខាងខ្មៅសិតតែដងគ្នាតែលើថាមិនដែលប៉ះពាល់មនុស្សស្រីទេតែពេលនេះគាត់ទិញយន្តនាងនៃរបស់លោកម្ចាស់គឺទិញយកស្រីម្នាក់នេះមួយខែតម្លៃមួយកាក់តែនាងមកពីបនណាដែរសុំឲ្យលោកម្ចាស់ជាវពេញចិត្តដែរទេនឹងយកមកតិចពេក
ខ្ចីបិណ្ឌលោកម្ចាស់មកហើយថ្ងៃនេះខ្ញុំយកប្រាក់មកកាក់នេះឈ្នះប្រាក់លើតុកទាំងអស់បំបែកកំណត់ត្រាមិនឲ្យចាញ់លោកទេ ហើយចាស់ដូចចកៃក្អាងពេកហើយពើលើប្រាក់មកកាក់នេះឈ្នះប្រាក់លើតុកទាំងអស់ហើយមិនអាចទេនាងតូចមិនអៀនមាត់មែនឡោឡងអ៊ូជើងនឹងឲ្យនាងស្គាល់ពីរហស្សនាមស្ដេចលោកឡារបស់ខ្ញុំ លោកម្ចាស់ជាង10ឆ្នាំហើយគំនុំប៉ារបស់ខ្ញុំគឺចាប់ផ្ដើមពីលោកភ្នល់តូចធំមួយក្តារកំណត់ឈ្នះចាញ់ស្និតក្របលោកឡាដូចជារាប់ម៉ឺនដំឡឹងស្និតកម្ពស់របស់ឡងអ៊ូចង់បាក់ប្រមាណគឺបាក់ប៉ុណ្ណឹងសមត្ថប្រកែប៉ុណ្ណាតាមពិតទៅចេះតែអួតតែប៉ុណ្ណោះទេកុំថាយើងធ្វើបាបនាងនាងបើកមុនចុះនាងគ្មានបច្ចេកទេសសោះគួរស្អាតធនធានមនុស្ស នាងមានបំណងលាក់បាំងស្រីម្នាក់នេះកាន់តែគួរចាប់អារម្មណ៍ហើយ ហ៊ានភ្នាល់ថែមទៀតទេសំណងមួយសង1000គឺភ្នាល់ក្របរបស់លោកតូចជាងខ្ញុំ ស្និតបញ្ជាក្របនេះគឺជាស្និតប្រចាំតកោរបស់លីនចឹងណានបើទោះជារៀនចេះតែបន្តិចប៉ុន្តែស្រីម្នាក់នេះមានប្រភពមកពីណាទៅ បើនេះចង់ស្លាប់ដល់ខ្លួនឯងខ្ញុំក៏មិនអាចរៃរាក់ដែរថ្ងៃនេះខ្ញុំនឹងឲ្យនាងចាញ់ដល់អស់ចិត្តនេះមិននឹងអាចទៅអូចាញ់ព្រះហើយចាញ់ហើយគេចាញ់ហើយនឹងគេចាញ់ហើយ ជើងខ្លាំងប្រចាំហាងអីធម្មតាទេ ឈប់សិនលោកម្ចាស់គួយចង់ជួបនាងដំណាំអាចារ្យមិនថិតលើអ្នកណារហ័សនោះទេត្រូវពឹងលើសម្លេងប៉ះទង្គិចគ្នាទាញយកសន្លឹកបៀធំរកឃើញបៀធំមុនដៃគូត្រូវតែមានសមត្ថភាពខ្លាំងកាន់តែថិតលើថ្មីដៃគូប្រកួត នាងអាចប៉ះខ្លាំងរឹតតែខ្លាំងឬក៏ចាញ់ទាំងស្រុង យឺតហើយនេះហេតុសមត្ថភាព ថ្មីដៃប្រកាត់គ្នាអូនស្រីសរសើរមិនប្រៀបជាងលោកម្ចាស់ជួបប្រកែមើលមនុស្សខ្លាំងណាស់ប៉ុន្តែហេតុអីលើកនេះមើលមនុស្សខុសខ្ញុំថាបាត់បិទបើខុសទេថាបាត់ត្រូវនេះប្រើល្បិចអ្វីដើម្បីបោកប្រាស់យើងតាមពិតនេះគឺជាមនុស្សដែលមានសមត្ថភាពហើយលក្ខសមត្ថភាពដើម្បីធ្វើឲ្យសត្រូវស្ងប់ចិត្តដូច្នេះហើយទើបនាងសម្លាប់តាមក្រោយបៀមហ៊ូឲ្យតែបងអូនស្រីសរសានធ្លាប់ស្ទាបពីរដងគឺដឹងស្លឹកបៀទាំងអស់នាងបានគ្រប់គ្រងស្ថានភាពនៅក្នុងដៃរបស់នាងអ្នកនាងចឹងគ្មានឱកាសឈ្នះទេ ពិតជាកូនស្រីជនក្បត់មែនបើទោះបីជាមានទេពកោសល្យប៉ុន្តែរៀនចេះបន្តិចបន្តួចប៉ុណ្ណោះពិបាកសម្រេចកិច្ចការធំជាក្របឃ្លីជារបស់ងាប់តែចិត្តមនុស្សជារបស់រស់ត្រូវទាយពីផ្លូវចិត្តវានៅក្នុងចិត្តត្រូវតែចេញសកម្មភាពមុននេះហៅថាហងផ្ដាច់លំហូរ ត្រូវតែក្តាប់សន្លឹកបៀរបស់ខ្លួនទើបអាចទាយដឹងពីផ្លូវរបស់បៀ ហេតុអីបៀដូចជាមានជើងចឹងរត់ចូលដៃនេះខ្លួនឯង ហងផ្ដាច់លំហូរនេះជាស្និតដែលលពូលីនមិនងាយនឹងបង្ហាត់អ្នកក្រៅមិនក៏នេះចេះប្រើវា ស្នៀតនាងមិនអន់ទេស្នៀតបាញ់នេះគឺប្រើយកចាញ់ឈ្នះបានតែគួរឲ្យស្ដាយហួសពេលហើយ អ្នកណាឈ្នះអ្នកណាចាញ់មើលមិនដឹងទេ ប្រឹងត្រដររស់មិនប្រកាសទេ ស្អីគេមិននឹងអាចទៅបងស្រីសរសានចាប់ខុសហើយមិនអាចជួយទេការប្រកួតដំបូងអាចយកឈ្នះសរសានអនាគតភ្លឺស្វាង ប្រហែលជាចឹងប៉យ័នលួចរៀនមកបង្រៀនកូនស្រីមិននឹកស្មានថាធ្វើដៃដ៏លំបាកបែបនេះនាងអាចធ្វើទៅរួចសោះពិតជាមានទេពកោសល្យមែនគួរឲ្យស្ដាយប្រវត្តិនេះមិនល្អ លោកម្ចាស់ជាវពេញចិត្តលទ្ធផលដែរទេនាងមើលតើនាងមានសង្ឃឹមហាត់ជាមួយលោកម្ចាស់បន្ថែមទៀតលោកម្ចាស់ជាវពេលនេះខ្ញុំមានសិទ្ធិ
ប្រកួតចំនួនលោកបានហើយនេះ កុំបានចិត្តទេរបស់ដែលនាងត្រូវរៀនគឺមានច្រើនណាស់ស្ទីបបៀមិនត្រឹមតែពឹងទៅលើដៃទេប៉ុន្តែត្រូវពឹងត្រង់នេះ មិនគួររំខានដល់លោកម្ចាស់ទេ តក់ក្រហល់ត្រូវទៅវិញ លោកបង្រៀនខ្ញុំឬក៏បញ្ចេញកំហឹង 20000 លេខ 7 អក្សរជុង 3 2 អូយ ខុសគួរទៅវិញ ខុសតែមួយទេ ទម្ងន់អក្សរជុងនិងរូបចាប់ខុសតែ 0.3 ក្រាមនៅលើតុល្បែងការប្រកួតស្ដែងមួយជាងនេះទម្ងន់ 0.3 ក្រាមនេះគឺជាជីវិតរបស់នាង យ៉ាងម៉េចលោកម្ចាស់លែងគិតសុជីវធម៌ប្រុសស្រីហើយហី លើតុល្បែងមិនបែងចែកភេទទេបែងចែកឈ្នះនិងចាញ់តែប៉ុណ្ណោះ អេលោកធ្វើអី មានខ្វះច្រើនណាស់ខ្ញុំចិត្តអស់ការអត់ធ្មត់ហើ លោក យ នាំខ្ញុំទៅណាលោកធ្វើអីមកជិលចេញ ស្ដាប់សំឡេងទីបៀត្រូវវឹកហាត់នៅក្នុងទឹកចុះទៅ ខ្ញុំនៅលើគោកស្ដាប់ឮច្បាស់ណាស់ ខ្ញុំមិនដែលនិយាយពីរដងទេ អេអត់ទេលោកដាក់ខ្ញុំចុះដោះលែងខ្ញុំមកជិលចេញមកជិលចេញដោះលែងខ្ញុំលោកចាប់ធ្វើអី ប្រាប់ស្លឹកបៀខ្ញុំស្ដាប់ឮទេប្រាប់ស្លឹកបៀមកខ្ញុំ អសោះចុះ ខុសគឺ 90000 បន្តទៀតស្ដាប់ឲ្យច្បាស់ស្ដាប់ឲ្យច្បាស់ចាសៀ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 កុំមកភ័យខ្ញុំណាចាសៀចាសៀណាមានធ្វើហ្នឹង ខ្ញុំស្ដាប់ឮច្បាស់គឺរົບចាមលោកម្ចាស់ជាវបើមិនមែនបាត់ភ្នែកចោលអាងទឹកទេខ្ញុំស្ទើរតែមិនជឿថាលោកបំពេញចំណងខ្លួនឯង ជាមួយនាងខ្ញុំគ្មានអារម្មណ៍ទេពេលនេះនាងមានសិទ្ធចូលតុល្បែងបន្តិចហើយណាឆាប់មកតាមខ្ញុំតុល្បែងដូចជាសមរភូមិចំណុចទី1ប្រើរបស់ផ្លាតពន្លឺទាំងអស់ដឹងពីស្លឹកបៀដៃគូដូចជាកញ្ចក់ច័ន្ទបារីឬក៏កែវភ្នែកហើយនៅមានទៀតរបស់ផ្លាតពន្លឺទាំងអស់ដែលនៅលើខ្លួនរបស់នាងសុទ្ធតែជាអាវុធរបស់គូសត្រូវចំណុចទី2នៅលើតុល្បែងមិនថារៀបបៀបែបណាទេនាងត្រូវតែច្បាស់បៀដែលនាងចង់បាននៅកន្លែងណានេះហៅថារក្សាបៀក្នុងពេលដែលរៀបបៀពួកយើងកំណត់ទុក8សន្លឹកក្នុងពេលកំពុងរៀបបៀពួកយើងយកបៀ8សន្លឹកនេះដាក់នៅលេខរៀងទី1 7ឬ14 15